សូមឲ្យពុកម៉ែខ្ញុំបានសុខរួចផុតពីទុក្ខមានសុខភាពល្អសូមមានពីសូមឲ្យគ្រួសារខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យមានអ្នកណាបៀតបៀនសូមឲ្យទេវតាអមនុស្សបានសុខរួចផុតពីទុក្ខបានសេចក្តីចម្រើនសូមឲ្យអ្នកភូមិអ្នកស្រុកខ្ញុំបានសុខរួចផុតពីទុក្ខអានឹងបើក្បួនធម៌តែថាផ្សាយមេត្តាផ្សាយសេចក្តីស្រឡាញ់ឲ្យខ្លួនឯងផ្សាយសេចក្តីស្រឡាញ់ឲ្យមនុស្សជុំវិញខ្លួនយើងបានតិចបើអានិសង្ឃនៃមេត្តាយើងក៏តិចអ្នកដតីបើក្នុងធម៌អ្នកចម្រើនមេត្តាទៅបោះអីស្អីក្នុងព្រៃសូម្បីតែសត្វដែលវាកាចសាហាវដូចញាតិញោមស្គាល់ហើយអីគេចេះសវណ្ណសាមសត្វសាហាវនៅក្បែរសវណ្ណសាមអត់ខំគ្នាទេណាញាតិញោមដោយក្នុងធម៌ក្នុងគម្ពីរថាដោយសារអានុភាពនៃមេត្តា